ណែអារីយ៉ាឯងចាំផ្ទះណាកូនកុំទៅណាឆ្ងាយពីផ្ទះអសោះបើសិនជាមានចៅចូលផ្ទះណាឯងខំយកតែម្ដងទៅពេលពុកមកវិញនឹងទិញសាច់គោផ្ញើឯងណាអីមួយទៀតពេលដែលឯងជុះណាកុំមកជុះដាក់ផ្ទះខ្លួនឯងអសោះទៅផ្ទះមិញរុយទៅណាទៅក្បែររបងគាត់ហើយទៅជុះនៅទីនោះទៅឲ្យចេះឆ្លាតបន្តិចផងណាអារីឯងកុំមកជុះផ្ទះខ្លួនឯងចឹងធ្វើឲ្យពុកនេះរវល់ខ្លាំងណាស់បើអញ្ចឹងពុកមិននៅយូរទៀតនោះទេពុកទៅសិនហើយអូយជួយផងឆ្កែកាមហើយឆ្កែកាមខ្ញុំហើយរឿងឆ្កែអាឆ្នុកអុកលុកភូមិអាឆ្នុកទើបតែយកឆ្កែមួយមកចិញ្ចឹមប៉ុន្តែឆ្កែនោះធំទៅហើយវាមិនស្គាល់អ្នកណានោះទេឃើញគេគឺដឹងតែខំហើយឆ្កែនោះក៏វាចូលចិត្តលួចរបស់របរពីផ្ទះអ្នកដទៃផងដែរមិនត្រឹមតែប៉ុណ្ណោះសូម្បីតែឈ្មោះឆ្កែក៏អាឆ្នុកដាក់ស្រដៀងនឹងអ្នកជិតខាងទៀតផងបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យអ្នកភូមិក្តៅក្រហាយហើយណែនាំអាឆ្នុកជាច្រើនលើកច្រើនសារប៉ុន្តែវាមិនដែលស្ដាប់ឡើយអារីកូនពុកឯនេះណាត្រូវតែស៊ីសាច់គោឲ្យច្រើនទៅដើម្បីឲ្យវាមានមៀតកាន់តែធំពុកនេះណាសុកចិត្តអត់អីស៊ីដើម្បីឲ្យតែបានឯងឆ្អែតហើយបើសិនឆ្កែណាខំឯងណាឯងមកប្រាប់ពុកមកចាំពុកចាត់ចែងរៀបចំវាទៅកំពង់ឆ្នាំងវាដូចជាជ្រុលហួសហេតុពេកតែដឹងហ៎អាឆ្នុកឯងខ្វះឈ្មោះណាស់មែនទេបានជាយកឈ្មោះឆ្កែឯងដាក់ឈ្មោះរៃចឹងហ៎អញនេះឈ្មោះរុយហើយឆ្កែឯងឈ្មោះរៃគិតមើលទៅតែវាសមដែរទេសមតើមីងឈ្មោះនេះពីរោះជាងឈ្មោះមីងអើយអាឆ្នុកអាសន្សំរឿងឯងនេះចង់មានរឿងជាមួយអញខ្លាំងណាស់មែនដែរទេហាបានជាប្រឹងដាក់ឈ្មោះឆ្កែស្តៀងឈ្មោះអញបែបនេះអាយ៉ាមានស្តៀងស្អីទៅហេតុអីក៏មីងគិតបែបហ្នឹងអានេះឈ្មោះវាអារីខ្ញុំហៅវាអារីអញ្ចឹងហើយរៃវាធំជាងរុយតើមីងដឹងទេវាមានអីតែដូចគ្នាទៅអើយអាឆ្នុកឯងឆ្លើយខ្លាំងណាស់មែនទេបានឯងចាំមើលណាថ្ងៃណាមួយអញនឹងយកឆ្កែមកចិញ្ចឹមដែរហើយអញនឹងដាក់ឆ្កែនោះឈ្មោះថាអាឆ្នាំងអូយដាក់ឈ្មោះអាឆ្នាំងដូចដាក់ទំនាយវាអញ្ចឹងកុំដាក់អញ្ចឹងអីអាក្រក់ស្ដាប់ណាមិនអាក្រក់ទេមីងថាស្តៀងនឹងឈ្មោះឯងដែរតើអាឆ្នុកអាឆ្នាំងមីងរុយអារីបានហើយអញមិនចង់ឈោឆ្លោះជាមួយឯងទេប៉ុន្តែអញសូមពមៀនឲ្យហើយណាចិញ្ចឹមឆ្កែចេះបដៅវាខ្លះផងកុំឲ្យឆ្កែឯងនេះមកជន់ផ្ទះអញឲ្យសោះបើមិនអញ្ចឹងទេប្រយ័ត្នតែអញទាញកបិតកាប់កុំថាអញនេះជាមនុស្សកាចឲ្យសោះកុំភ័យអីមីងខ្ញុំបង្រៀនវាច្បាស់លាស់ខ្លាំងណាស់វាមិនទៅផ្ទះមីងនោះទេតែកាលណាមីងឃើញវាទៅផ្ទះមីងគឺមានតែទៅជុះនឹងឯងអើហើយសាកមើលទៅហើយសាកឲ្យឆ្កែឯងមកជុះផ្ទះឯងសាកមើលទៅនឹងមានរឿងធំហើយអញគ្រាន់តែប្រាប់នោះទេណែបរមីយ៉ាឯងស្រឡាញ់សត្វដែរទេត្រូវការសត្វយកទៅចិញ្ចឹមដែរអត់អ៊ំមានឆ្មាស្រឡាញ់តាអ៊ំប៉ុន្តែខ្ញុំគ្មានពេលចិញ្ចឹមវានោះទេអ៊ំមើលចុះមួយថ្ងៃរវល់តែលក់ដូរមានពេលណាមើលថែដាក់ចំណីវាទៅមិនចង់យកវាមកចិញ្ចឹមនាំតែបាបអើយបើឯងយកចាប់ហើយអ៊ំដឹងតែយកឲ្យអ្នកណាគេទេព្រោះតែឆ្មាអ៊ំនេះវាកើតកូនមកច្រើនពេកអ៊ំសាកទៅសួរអ្នកផ្សេងមើលក្រែងលោមានអ្នកណាគេត្រូវការអូមែនហើយចាំមើលខ្ញុំសួរបងប្អូនជីដូនមួយខ្ញុំឮថាគាត់ត្រូវការចិញ្ចឹមឆ្មាព្រោះតែផ្ទះគាត់នេះកណ្ដុរច្រើនល្អណាស់បើអញ្ចឹងបរមីយ៉ាឯងកុំភ្លេចសួរឲ្យអ៊ំផងណា
ចាមិនអីទេអ៊ំចាំមើលពេលដែលខ្ញុំហូបបាយហើយចាំខ្ញុំទៅសួរនាំគាត់ទៅចុះសង្ឃឹមថាបងប្អូនជីដូនមួយឯងយកទៅចុះណែបរមីឥឡូវនេះអ៊ំប្រញាប់ទៅផ្ទះណាឯងមានស្លឹកគ្រៃទេឲ្យស្លឹកគ្រៃអ៊ំកន្លះគីឡូមកសុំទោសផងអ៊ំអើយមុននឹងគេប្រមូលទិញទៅទាំងអស់អីទេបើឯងគ្មានទេចាំទៅរកសុំនឹងរុយក៏បានដែរគិតលុយតែរឿងបន្លែប្រមាណមុខនឹងទៅចាអ៊ំមិនអីទេចាំខ្ញុំគិតលុយជូនណែអារីឯងចាំផ្ទះណាកូនកុំទៅណាឆ្ងាយពីផ្ទះអសោះបើសិនជាមានចៅចូលផ្ទះណាឯងខំយកតែម្ដងទៅពេលពុកមកវិញនឹងទិញសាច់គោផ្ញើឯងណាអីមួយទៀតពេលដែលឯងជុះណាកុំមកជុះដាក់ផ្ទះខ្លួនឯងអសោះទៅផ្ទះមិញរុយទៅណាទៅក្បែររបងគាត់ហើយទៅជុះនៅទីនោះទៅឲ្យចេះឆ្លាតបន្តិចផងណាអារីឯងកុំមកជុះផ្ទះខ្លួនឯងចឹងធ្វើឲ្យពុកនេះរវល់ខ្លាំងណាស់បើអញ្ចឹងពុកមិននៅយូរទៀតនោះទេពុកទៅសិនហើយនឹងរយឯងទៅណាណែបងចង់សុំស្លឹកគ្រៃឯងប្រមាណគល់បានដែរទេចាំបាច់សុំធ្វើអីបងឯងទៅកាត់យកទៅទោះជាយ៉ាងណាក៏ដោយដែរក៏គួរតែសុំឯងក្រែងលោឯងទុកស្លឹកគ្រៃធ្វើអីចាមិនជាបញ្ហាទេមានទៅមានមកអន្តើបងអុកពេលខ្លះខ្ញុំក៏ខ្វះខាតអីទៅរកផ្ទះបងអុកឯងដូចគ្នាដូច្នេះហើយមិនចាំបាច់ខ្លាចចិត្តខ្លាចថ្លើមទេទៅកាត់យកតាមសុបាយចិត្តចុះហើយចុះឯងបំរុងទៅណាក៏ដែរញាប់ញញបែបនេះចាគិតរកទៅចាក់កតុយលេខបន្តិចនឹងណាចាក់កតុយលេខចុះឯងយកសពឃើញអីគឺយកសពឃើញពស់លេបអង្កែបមានជំនឿចិត្តប្រមាណ%តែចាក់ត្រូវដែរទៅខ្ញុំនេះណាមិនដែលខ្វាយខ្វល់រឿងមានជំនឿចិត្តអីថាលេខនឹងច្បាស់ឬក៏អត់ទេសំខាន់គឺខ្ញុំចង់ចាក់គឺខ្ញុំចាក់ហើយយ៉ាងម៉េចបងអុកឯងចង់ចាក់ដែរមែនដែរទេបើចង់ចាក់អាចផ្ញើខ្ញុំបានអត់ទេអត់ចាក់ទេយកលុយទិញម្ហូបអស់ហើយបើអញ្ចឹងខ្ញុំទៅចាក់ឆ្នោតសិនហើយណាបងអុកពេលឆ្នោតចេញមកកុំថាខ្ញុំនេះណាមិនបានបបួលមិនទោសឯងទេកុំផ្អីទៅចុះអូយជួយផងឆ្កែកំហើយឆ្កែកំខ្ញុំហើយទេចាំច្បាស់ណាស់ត្រីងៀតអញហាលនៅទីនេះឯងចុះវិបត្តិទៅណាអូសង្ស័យណាស់បាត់រោមិនឃើញបែបនេះគ្មានអ្នកណាទេក្រៅពីឆ្កែរបស់អាឆ្នុកអាមួយនេះវានាំឆ្កែវាធ្វើជាចោលតើបានទេស្រែកហៅអាឆ្នុកមករោរឿងសិនមិនក៏វាមិនចេះបដៅឆ្កែបែបនេះអាឆ្នុកអាឆ្នុកឯងឆាប់ចេញមកមានរឿងធំជាមួយអញហើយអាឆ្នុកឯងចេញមកលឿនមិញរុយយកប្រឡប់ហើយស្រែកហៅខ្ញុំធ្វើអីប្រុសនិងស្រីមិនអាចនៅក្បែរគ្នាបានទេណាអាឆ្នុកអញនេះណាក៏មិនចង់ឃើញមុខឯងប្រមាណដែរដោយសារតែវិបត្តិត្រីងៀតហើយអ្នកដែលលួចនោះគ្មានណាទេក្រៅពីឆ្កែរបស់ឯងនឹងងាប់ហើយហេតុអីក៏មិញមើងងាយឆ្កែខ្ញុំខ្លាំងម្លេះឆ្កែខ្ញុំមិនដែលហូបត្រីងៀតនោះទេវាហូបតែសាច់គោទេណាមិញឯងទើបស៊ីតែត្រីងៀតអាឆ្នុកអាចង្រៃយកនិយាយជាមួយឆ្កែវាសិតតែហូបនិយាយជាមួយអញសិតតែស៊ីឆ្កែឯងនេះវាដាច់ដាបខ្លាំងណាស់ត្រីងៀតដែលអញហាលនៅនឹងរបងវានេះណាក៏លួចយកទៅស៊ីអញមិនដឹងទេហែងឆាប់សងអញភ្លាមបើមិនអញ្ចឹងទេយប់នេះណាអញមិនឲ្យហែងដេកនោះទេហើយចុះមីងមានបានឃើញផ្ទាល់ភ្នែកដែរទេគ្មានអ្នកណាគួរឲ្យសង្ស័យក្រៅពីឆ្កែរបស់ឯងនោះទេមីងអារីកូនខ្ញុំនេះណាវាមានមាយាទខ្លាំងណាស់វាមិនចេះលួចរបស់អ្នកដទៃនោះទេគួរតែបន្ទោសមីងទៅត្រូវត្រីងៀតយកមកហាលតែផ្ដេសតែផ្ដាស់នៅទីវាលអញ្ចឹង
ប្រកាសជាឆ្កែអ្នកដតីវាមកស៊ីហើយ ស្អីអាឆ្នុកហែងចង់ដៀថាអញភ្លើអមយាតចឹងហ៎យោអាមួយនេះយូរទៅវាកាន់តែឆ្លើយទៅហើយតើអញប្រាប់ឲ្យហើយណាគង់តែមានថ្ងៃណាមួយអញនេះចាប់ឆ្កែហើយនេះយកទៅបោះចោលទៅវើយ យើសំដីថ្លោះណាស់តើពេលតែខ្ញុំបិទរបងឲ្យប្រឡែងឆ្កែទៅ អើយអាឆ្នុកអានាំរឿងតាំងពីយកឆ្កែមកនិយាយពីឋាននាំរឿងជាមួយអញខ្លាំងណាស់សូម្បីតែឈ្មោះក៏ធ្វើអញក្តៅក្រហាយដែរ មីងឯងនេះយូរទៅដូចជាយ៉ាប់ដល់ហើយមកឆ្លោះតែជាមួយឆ្កែខ្ញុំយ៉ាងម៉េចនឹងនេះមកពីអារម្មណ៍កុំម្ចាស់មែនទេ អើយអាឆ្នុកអាចង្រៃយោហែងចាំទុកណាហែងចាំទុកគង់តែមានថ្ងៃណាមួយអញសងសឹកហែងតតែបាន អារីកូនពុកឯងកុំភ័យឲ្យសោះណាមានពុកនៅការពីឯងទីនេះហើយគ្មានអ្នកណាគេប៉ះពាល់ឯងបានឡើយ ម៉ែទោះបីជាបិទរបួសហើយក៏ត្រូវតែចាក់ថ្នាំដែរ ម៉ែខ្លាចមកចូលណាកូនចាក់ថ្នាំឈឺ ឈឺស្អីទៅដូចសម្ហុចខាំសោះនឹងណាបើឆ្កែខាំឬក៏ឆ្មាខាំអីហ្នឹងគឺត្រូវតែចាក់ថ្នាំឲ្យម៉ែបើមិនចាក់ថ្នាំមិនបាននោះទេ បើអញ្ចឹងចាំថ្ងៃស្អែកចាំឯងនាំម៉ែទៅចាក់ថ្នាំទៅណា ព្រឹកស្អែកអីទៅម៉ែមិនបានទេគេមិនឲ្យលើស24ម៉ោងទេណាចាំខ្ញុំជូនម៉ែទៅចាក់ថ្នាំយប់នេះទៅចុះហើយណាមួយព្រឹកស្អែកក៏ខ្ញុំរវល់ដែរខ្ញុំត្រូវតែទៅរករឿងអាឆ្នុក ឯងឆ្លោះឈ្នះវាដែរអីអាឆ្នុកនឹងវាប៉ិនសម្ដីខ្លាំងណាស់ មិនទៅឆ្លោះអីនោះទេគឺទៅនិយាយប្រាប់វាឲ្យវាមើលឆ្កែវាផង បើអញ្ចឹងឯងចាត់ការចុះណាហើយឲ្យវាចងឆ្កែវាដាក់ត្រង់ដាក់អីស្រួលបួលទៅនេះខំប៉ះម៉ែបើខំប៉ះកូនក្មេងតើគិតយ៉ាងណា អញ្ចឹងមិនថាចិញ្ចឹមឆ្កែគួរតែដាក់នៅក្នុងរបងបើផ្ទះគ្មានរបងទេគួរតែចងវាឲ្យជាប់ទៅហើយឲ្យវាដើរខំគេខំឯងអញ្ចឹងដូចជាគ្មានទំនួលខុសត្រូវសោះ អាម៉ាបាកាលពីមុនឯងពូកែលេងអុកណាហើយចូលឥឡូវនេះហេតុអីក៏ធ្លាក់ទឹកដៃខ្លាំងម្ល៉េះគឺខ្ញុំមើលឃើញកាឡាអុកសុទ្ធតែផ្លូវមន់នឹងណាអូឯងឃ្លានមែនទេបាទលោកមេភូមិគឺខ្ញុំកំពុងតែឃ្លានហើយពេលឃ្លានអញ្ចឹងខ្ញុំគិតអីមិនចេញនោះទេនេះអង្គុយលេងជាមួយលោកមេភូមិឯងមកព្រឹកធំទៅហើយណាបើមិនឲ្យឃ្លានទើបចម្លែកអើយអាម៉ាប់អើយអាម៉ាប់ឯងនេះពិតជាស៊ីច្រើនមែន ស៊ីច្រើនពេកអញ្ចឹងជំងឺច្រើនណាស់ឯងចាំមើលចុះ លោកមេភូមិខ្ញុំមិនសុខចិត្តទេលោកមេភូមិត្រូវតែរកយុត្តិធម៌ឲ្យខ្ញុំផង ហេនឹងរុយមកផ្ទះយើងទាំងព្រឹកហើយកើតទុកមិនសុខចិត្តតើកើតទុករឿងអីទៅ គឺខ្ញុំចង់ប្តឹងពីអាឆ្នុកណាលោកមេភូមិអាឆ្នុកនេះវាចិញ្ចឹមឆ្កែយកឆ្កែវាមកអត់មកយាតតែម្ដងវាមកលួចយកត្រីងៀតហើយនឹងរបស់របរផ្សេងទៀតទៅខ្ញុំនិយាយស្ដីបដៅឲ្យវាគឺវាមិនស្ដាប់នោះទេវាបែរជាកាន់ជើងឆ្កែវាទៅវិញ អូឆ្កែអាឆ្នុកមែនទេខ្ញុំឃើញហើយអាឆ្នុកវាទើបតែយកមកចិញ្ចឹមឆ្កែនឹងធំហើយអាឆ្នុកស្រឡាញ់ឆ្កែនឹងណាថ្ងៃមុនខ្ញុំឃើញវាថើបឆ្កែនឹងទៀតផងហើយចុះឆ្កែនឹងយ៉ាងម៉េចដែរវាកាចដែរទេ លោកមេភូមិឆ្កែនឹងកាចខ្លាំងណាស់ព្រោះវាទៅតែយកមកចិញ្ចឹមឆ្កែនោះយកមកចិញ្ចឹមធំស្រាប់ណាលោកមេភូមិវាចង់រត់តែខំខ្ញុំម្សាដែរនឹងណាខ្ញុំផិតភ័យដល់ហើយ អីយ៉ាបើវាកាច់ម្លឹងចិញ្ចឹមប្រឡែងមិននឹងកើតទៅបើវាខំមនុស្សគឺចប់ហើយ លោកមេភូមិខ្ញុំចង់ប្តឹងអាឆ្នុកឆ្កែវាខំជើងខ្ញុំឲ្យរបួស នោះទៅតែនិយាយឥឡូវមកម្នាក់ទៀតបាទបងអុកឆ្កែអាឆ្នុកមែនទេហើយខំតាំងពីពេលណា គឺខំកាលពីម្សិលមិញហ្នឹងណាលោកមេភូមិអូនេះខំពេលដែរបងឯងទៅកាត់ស្លឹកគ្រៃផ្ទះខ្ញុំមែនដែរទេបងអុកអាពេលហ្នឹងឯងអាពេលហ្នឹងណាបងទៅតែដើរដល់មុខផ្ទះអាឆ្នុកស្រាប់តែឆ្កែនឹងរត់ហេមកកាមបងតែម្ដង ឃើញទេលោកមេភូមិទាំងឆ្កែទាំងម្ចាស់សុទ្ធតែអន់ចរិតដូចគ្នាតែងតែអុកលុកក្នុងភូមិមិនឲ្យពួកយើងរស់នៅបានសុខស្រួលនោះទេដូច្នេះលោកមេភូមិមិនអាចអោបដៃឈរមើលបានទេគួរតែស្ដីបដៅឲ្យវាចាស់ដៃបន្តិចទៅ មិនអីទេចាំខ្ញុំទៅដោះស្រាយរឿងនេះទៅចុះណាហើយបងអុកចាក់ថ្នាំហើយឬនៅ
ចារួចហើយកាលពីយប់មិញណាលោកមេភូមិអូអាឆ្នុកនេះកំពុងតែរកឯងផងណារកដូចបោះតើដឹងទេយ៉ាងម៉េចនៅសុកបែរជាមករកខ្ញុំនឹងតើចង់ខ្ចីលុយមែនទេអត់ទេគឺចង់និយាយពីឆ្កែដែលឯងកំពុងតែបីហ្នឹងណាម្សិលមិញវាបានខំម៉ែខ្ញុំថាម៉េចឆ្កែខ្ញុំខំម៉ែឯងអីអីចឹងបានន័យថាអ៊ំអុកគាត់លួចចូលផ្ទះខ្ញុំហើយមែនទេអត់ទេម៉ែខ្ញុំដើរកាត់ផ្ទះឯងហើយត្រូវឆ្កែឯងខំដូច្នេះថ្ងៃក្រោយចងវាឲ្យបានស្រួលបួលផងទៅបើមិនអញ្ចឹងទេដាក់វានៅក្នុងទ្រុងទៅណាអីដើរកាត់ផ្ទះគេឆ្កែគេខំវាត្រឹមត្រូវហើយអេអាឆ្នុកហេតុអីក៏ឯងនិយាយបែបហ្នឹងព្រោះឆ្កែវាការពារផ្ទះហ្នឹងណាដូច្នេះជារឿងធម្មតានោះទេបើសិនជាលឹបលោឬក៏ដើរកាត់មុខផ្ទះអីគឺវាខំនឹងហើយដើម្បីកុំឲ្យមានមនុស្សចូលផ្ទះវាណែអាឆ្នុកបានហើយបើថាខំនៅក្នុងផ្ទះឯងយើងមិនថានោះទេប៉ុន្តែនេះខំនៅលើផ្លូវសាធារណៈណាហើយខ្ញុំមិនទាន់បានទាមទារឲ្យឯងសងផងដូច្នេះឯងគួរតែទទួលស្គាល់កំហុសនេះទៅហើយកែប្រែនៅថ្ងៃក្រោយកុំឲ្យមានបញ្ហាដល់អ្នកភូមិទៀតណែជីវ័នណាខ្ញុំចិញ្ចឹមឆ្កែតែខ្ញុំនោះទេអត់មានពាក់ព័ន្ធជាមួយអីនឹងឯងឡើយហើយឆ្កែខ្ញុំនៅផ្ទះខ្ញុំហើយអ៊ំអុកគាត់ដើរមកក្បែរផ្ទះខ្ញុំត្រូវឆ្កែខ្ញុំខំហេតុអីក៏មកថាឲ្យខ្ញុំអញ្ចឹងអត់ត្រូវទេណាបើសិនជាឆ្កែខ្ញុំទៅខំអ៊ំអុកនៅផ្ទះរបស់ឯងនោះទើបត្រូវថាឲ្យខ្ញុំនិយាយមិនយល់សាច់ការសោះចិញ្ចឹមឆ្កែគ្មានទំនួលខុសត្រូវឯងនេះណាប្រកាសជាមានរឿងជាមិនខានយើចង់ពមៀនមែនទេឯងចង់ធ្វើអីឆ្កែខ្ញុំឲ្យតែមិនចេះគិតប្រយ័ត្នឆ្កែនឹងបាត់ខ្លួនដោយមិនដឹងខ្ញុំគ្រាន់តែប្រាប់ជីវ័នបើសិនជាឆ្កែខ្ញុំបាត់ខ្លួនណាគឺប្រកាសជាឯងនឹងហើយថ្ងៃនេះអញហាលខោអាវម្ដងចាំមើលហែងលួចតទៅទៀតដែរទេអញពិតជាក្តៅក្រហាយណាស់ឃើញមុខឯងអញចង់តែចាប់ឯងយកទៅកំពង់ឆ្នាំងតើអាឆ្កែចង្រៃទាំងឆ្កែចង្រៃទាំងម្ចាស់គិតទៅអាឆ្នុកវាប្រសពយកឆ្កែមកចិញ្ចឹមដល់ហើយឆ្កែអីមានអត្តចរិតដូចជាវាអញ្ចឹងនេះបើសិនជាឆ្កែនេះជាមនុស្សវិញណាវាប្រកាសជាខ្លាយទៅជាបងប្អូនបង្កើតជាមួយអាឆ្នុកហើយព្រោះថាចរិតអន់ដូចគ្នាមិនដែលឃើញទេលោកហើយលោកមិញរយមិញនៅក្បែរអាឆ្នុកបែបនេះមានរងគ្រោះដោយសារតែឆ្កែអាឆ្នុកដែរទេរងគ្រោះរាល់តែថ្ងៃនឹងជីវ័នអើយឯងដឹងដែរទេមិញហាលអីក៏បាត់មិញຕົកអីក៏បាត់អាឆ្កែនេះវាពិតជាចង្រៃផុតលេខហើយមិញអើយមិញម៉ែខ្ញុំត្រូវឆ្កែអាឆ្នុកខាំហើយខ្ញុំបានតណែនាំប្រាប់អាឆ្នុកហើយប៉ុន្តែវាមកឆ្លោះគ្នាជាមួយខ្ញុំទៀតខ្ញុំដូចជាមិនយល់ទេមិនចាំបាច់ឆ្ងល់ទេជីវ័នអើយអាឆ្នុកនឹងណាវាអន់ចរិតអញ្ចឹងហើយវាដែលចេះធ្វើអីត្រឹមត្រូវគោរពសិទ្ធិគេតាំងពីពេលណាទៅបើសិនជាវាមិនបានធ្វើបាបមិនរំខានគេទេមិនមែនអាឆ្នុកឡើយមីងកំពុងតែខឹងមួម៉ៅផងមីងជេរថាឲ្យវារាល់តែថ្ងៃទាំងយប់ទាំងថ្ងៃតែវាមិនយកទៅជាស្ដាប់នោះទេវាបែរជាគំរាមថាថ្ងៃណាមួយវានឹងឲ្យឆ្កែវាមកជួសអាចផ្ទះមីងទៀតផងអើយមីងពិតជាក្តៅក្រហាយណាស់មិនដឹងថាធ្វើយ៉ាងម៉េចធ្វើបាបវាវិញនោះទេមិញបើថាម្ចាស់និយាយមិនចេះស្ដាប់គ្នាទេពួកយើងមានតែកម្ចាត់ឆ្កែនឹងចេញកម្ចាត់ហ៎អីជីវ័នឯងកំចង់ថាសម្លាប់វាណាអត់ទេមីងជាដំបូងខ្ញុំគិតថាពួកយើងគួរតែប្រមានសិនទៅពួកយើងចាប់ឆ្កែនឹងយកទៅលាក់កុំឲ្យអាឆ្នុករកឃើញឲ្យសោះដើម្បីឲ្យវាចេះឈឺចាប់ដែរឯងធ្វើអញ្ចឹងត្រូវហើយណាជីវ័នពេលមីងបាត់របស់របរមីងតែឈឺចាប់ចាំមើលពេលវាបាត់ឆ្កែតើវាមានអារម្មណ៍ឈឺចាប់យ៉ាងណាដែរទៅដូច្នេះខ្ញុំនឹងលួចយកឆ្កែវាទៅលាក់ហើយមីងជួយសហការផងណាកុំនិយាយរឿងនេះប្រាប់អាឆ្នុកទុកចិត្តចុះជីវ័នមីងនឹងលាក់ការជាសម្ងាត់មិនឲ្យអាឆ្នុកដឹងនោះទេលុះត្រាតែអាឆ្នុកវាព្រមកែខ្លួនទឹកត្នោតជូរទឹកត្នោតផ្អែមទឹកត្នោតផ្អែមទឹកត្នោតជូរមានទាំងជូរមានទាំងផ្អែមផ្អែមទើបតែតម្លាក់ពីដើមថ្មីណាបងប្អូន
ពូឌីឃ្លានដល់ហើយដាក់ទឹកថ្នោតផ្អែមឲ្យខ្ញុំ5បំពង់មកអេអាម៉ាប់ផឹកច្រើនម្លេះប្រយ័ត្នទឹកនោមផ្អែមណាអត់ទេខ្ញុំផឹកជាមួយមិត្តភ័ក្តិខ្ញុំមិនផឹកទឹកថ្នោតជូរទេខ្លាចស្រវឹងដូច្នេះខ្ញុំផឹកតែទឹកថ្នោតផ្អែមមិនអីទេទិញ5បំពង់មែនទេចាំពូដាក់ឲ្យណាអើយថ្ងៃនេះឯងទិញមុនគេតែម្ដងយើអាម៉ាប់ឯងផឹកទឹកថ្នោតមែនទេយ៉ាងម៉េចអញផឹកទឹកថ្នោតវាទើសអីឯងផឹកទឹកថ្នោតប្រកាសជាក្លែមសាច់អារីហើយអារីណាទៅអារីឆ្កែខ្ញុំនឹងណានៅសុកស្រាប់តែបាត់ចេញពីផ្ទះសង្ស័យតែអាម៉ាប់នេះហើយចាប់វាហើយទិញទឹកថ្នោតពីពួកឯងទៀតណែអាឆ្នុកអញផឹកទឹកថ្នោតផ្អែមទេហើយអញមិនបានចាប់ឆ្កែឯងឡើយមែនហើយអាឆ្នុកឯងកុំចេះមកចោទគេផ្ដេសផ្ដាសណាបើអញ្ចឹងមានតែពូឌីឯងនឹងហើយពូឌីឯងមានអតិថិជនជាអ្នកប្រមឹកច្រើនណាស់ឆាប់ប្រាប់ខ្ញុំមកតើអ្នកណាចាប់ឆ្កែខ្ញុំទៅពូល្បីពេញភូមិថាឆ្កែឯងដើរខំគេដូច្នេះឯងប្រកាសជាមានសត្រូវច្រើនហើយហេតុអីក៏មករករឿងពូឯងមិនតាមស៊ើបរកអ្នកផ្សេងទៅថាមិនសត្រូវមែនទេអីយ៉ាពេញមកភូមិសុទ្ធតែអ្នកស្អប់ឆ្កែខ្ញុំតើឲ្យខ្ញុំទៅរកណាទៅចរិតឯងវាយ៉ាប់ខុសគេដែរនឹងណាសូម្បីតែឈ្មោះឆ្កែក៏ដាក់ស្តៀងអ្នកជិតខាងដែរមិនឲ្យគេខឹងយ៉ាងម៉េចទៅលោកមេភូមិត្រូវការទិញបន្លែអីដែរទៅអត់ទេគឺខ្ញុំមកសួរនាំអំពីការលក់ដូររកស៊ីនឹងណាសប្តាហ៍ថ្ងៃនេះមានការលំបាកអីដែរទេចាអត់មានជាបញ្ហាអីទេលោកមេភូមិអើយរាល់ថ្ងៃនេះលក់ដូរដាច់ធម្មតាហើយក៏មិនសូវមានអ្នកចម្ពាក់ច្រើនដែរបើថាលក់ដូរគ្មានអ្នកចម្ពាក់ច្រើនបែបហ្នឹងប្រកាសជាចំណេញច្រើនហើយណាមួយនៅក្នុងភូមិយើងនេះឥឡូវអាបន្លែបង្ការហ្នឹងក៏វាលូតលាស់ល្អដែរមិនជាចំណេញច្រើនប្រហែលទេលោកមេភូមិគឺចំណេញល្មមគ្រាន់បើតែប៉ុណ្ណោះកន្លែងឯងនេះគឺថាលក់ដាច់ជាងគេហើយនៅក្នុងភូមិយើងហ្នឹងណែបរមីព្រឹកនេះតើមានអ្នកណាមកទិញបន្លែដែរទេប្រាប់ខ្ញុំផងអ្នកមកទិញបន្លែឡើងមួយភូមិឯណោះយ៉ាងម៉េចនឹងបងឆ្នោកគឺខ្ញុំបាត់ឆ្កែនឹងណាខ្លាចអ្នកទិញបន្លែនឹងចាប់ឆ្កែខ្ញុំយកទៅធ្វើម្ហូបថាម៉េចនឹងអាឆ្នុកនេះឯងបាត់ឆ្កែហើយបាទលោកមេភូមិឆ្កែខ្ញុំបាត់ទៅហើយខ្ញុំរកឡើងប្រហែលម៉ោងទៅហើយរកមិនឃើញនោះទេខ្ញុំទៅកន្លែងផឹកស៊ីទៅកន្លែងគេធ្វើម្ហូបទៅកន្លែងផ្សេងជាច្រើននៅក្នុងភូមិយើងនេះប៉ុន្តែនៅតែរកអារីមិនឃើញសោះឆ្កែឯងចិញ្ចឹមប្រឡែងមែនទេខ្ញុំប្រឡែងវាចោលណាលោកមេភូមិបើអញ្ចឹងប្រកាសជាខំគេឲ្យត្រូវគេវាយងាប់បាត់ហើយអីយ៉ាបរមីហេតុអីក៏នាងនិយាយបែបនេះណែពេលគេមកទិញម្ហូបនាងសួរគេទៅណាថាបានម្ហូបអីបើសិនជាមានអ្វីប្លែកជួយប្រាប់ខ្ញុំផងហើយបងឆ្នោកខ្ញុំមិនចេះតែនិយាយទេនេះមកពីបងឆ្នោកឯងចូលចិត្តបង្ករឿងច្រើនឥឡូវនេះដល់វគ្គគេធ្វើបាបបងឆ្នោកឯងវិញម្ដងហើយឲ្យដឹងពីការឈឺចាប់ផងទៅខ្ញុំគ្មានពេលមកនិយាយជាមួយបងឆ្នោកឯងច្រើននោះទេឆាប់ទៅណាក៏ទៅកុំមករំខានការលក់ដូររកស៊ីរបស់ខ្ញុំអញនេះណាបំរុងថាតណៃនាំឯងហើយប៉ុន្តែមិនទាន់បានទៅផងឥឡូវឆ្កែឯងបាត់ទៅបាត់អារីកូនពកតើឯងបាត់ទៅណាឯងត្រូវគេចាប់ឬក៏មានគ្រោះថ្នាក់អីទៅពុកដើររឡើងពេញភូមិទៅហើយរកមិនឃើញសោះជីវ័នហេតុអីឯងចាប់ឆ្កែឆ្នុកមកបែបនេះតើឆ្នុកដឹងដែរទេវាមិនដឹងទេម៉ែគឺខ្ញុំចង់ពមៀនវានឹងណាពុតអូកូនហើយកូនធ្វើបែបហ្នឹងគឺមិនត្រូវនោះទេមិនអីទេម៉ែខ្ញុំមិនបានលួចយករហូតឯណាគឺលាក់វាមួយរយៈអន្តើដើម្បីឲ្យវាយល់ពីការលំបាកម៉ែថាយល់ល្អគួរទៅនិយាយជាមួយឆ្នុកធម្មតាត្រឹមត្រូវទៅណាក្រែងលោវាអាចស្ដាប់បានខ្លះឯងធ្វើអញ្ចឹងគឺមានអារម្មណ៍ថាដូចជាធ្វើខុសហើយ
មិនអីទេបងអុកកុំភ័យហើយកុំបន្ទោសជីវ័នអីរឿងនេះណាវាមិនធំដុំអីនោះទេខ្ញុំបានយករឿងនេះទៅប្រាប់លោកមេភូមិហើយមិនយូរទេតិចទៀតលោកមេភូមិនឹងនាំអាឆ្នុកមកហើយលោកមេភូមិក៏នឹងណែនាំវាដូចគ្នា ត្រូវហើយម៉ែពួកយើងមិនធ្វើបាបអីនោះទេគ្រាន់តែពមៀនអាឆ្នុកឲ្យវាដឹងតែប៉ុណ្ណោះថ្ងៃក្រោយបើសិនជាវាចិញ្ចឹមឆ្កែប្រឡែងបែបនេះទៀតទៅគឺប្រកាសជាបាត់មែនតែនហើយ អើយសង្ឃឹមតើគ្មានរឿងអីធំកើតឡើងទៅចុះ ជីវ័នទីបំផុតយើងចាប់ឯងបានហើយឯងគឺជាចៅលួចឆ្កែយើង បានហើយអាឆ្នុកបើយើងមិនឲ្យមីងរុយទៅប្រាប់លោកមេភូមិទេក៏ឯងនេះរកមិនឃើញដែរ យ៉ាងម៉េចដែរក្រោយពេលដែលបាត់ដំណឹងឆ្កែរបស់ឯងនេះរយៈពេលប្រមាណម៉ោងតើឯងមានអារម្មណ៍យ៉ាងម៉េចដែរទៅ ត្រូវហើយគេគ្រាន់តែពមៀនឯងតែប៉ុណ្ណោះណាអាឆ្នុកថ្ងៃក្រោយឯងគ្រប់គ្រងឆ្កែខ្លួនឯងឲ្យបានល្អកុំឲ្យទៅបំពេញអ្នកដទៃទៀត ការពិតអ្នកទាំងអស់គ្នាបើមានខ្ញុំទេអី នេះដោយសារតែឯងរឹងជួយចេះគេនិយាយណែនាំតាមសម្រួលឯងស្ដាប់មិនចូលទៅជាទេទៅបានជាគ្រប់គ្នាគេលេងធေါ်ក្តៅបែបនេះតែឯងភ្លើមិនចេះរកវិធានការដោះស្រាយទេហើយនាំឲ្យឆ្កែឯងមករំខានពួកយើងណាពួកយើងនឹងចាប់វាយកទៅឆ្ងាយហើយឯងក៏មិនអាចរកវាបានឃើញដែរ ឆ្កែនឹងណាបើកាចបែបហ្នឹងឯងចងវាឬក៏ដាក់ក្នុងទ្រុងទៅឬក៏ផ្ទះឯងត្រូវធ្វើរបងឲ្យជិតកុំឲ្យវាចេញមកក្រៅបើសិនជាវានៅតែបង្ករឿងទៀតឯងមិនអាចចិញ្ចឹមឆ្កែបានទៀតនោះទេយើងមិនឲ្យឯងចិញ្ចឹមឡើយ បាទអ្នកទាំងអស់គ្នាខ្ញុំដឹងហើយអរិយាឯងឃ្លានដែរទេចាំពុកទៅទិញសាច់គោឲ្យឯងស៊ី ហើយមួយទៀតឆ្កែនេះណាគួរតែដូរឈ្មោះទៅកុំមកដាក់ឈ្មោះសរៀងនឹងអញណាអញស្ដាប់ហើយមានអារម្មណ៍មិនល្អទេវើយឈ្មោះមានច្រើនណាស់ហេតុអីក៏មិនដាក់ចាំបាច់អីតែដាក់ឈ្មោះសរៀងនឹងនាងរុយបែបនេះឯងធ្វើបែបនេះគឺដូចជាចង់បង្ករឿងច្បាស់ណា គ្រាន់តែឈ្មោះឆ្កែសោះក៏ដាក់សរៀងអ្នកចិត្តខាងដែរឯងនេះពិតជានាំរឿងមែន បើអញ្ចឹងខ្ញុំនឹងដូរឈ្មោះវាចេញហើយដាក់ឈ្មោះវាថាអាដុងហេវិញ យីឈ្មោះឆ្កែវាសិតតែឈ្មោះតួកូរ៉េ